សួស្តីអ្នកគ្នាខ្ញុំមកប្រាប់ពីរបៀបប្រើ command line នៅក្នុង Linux ដោយ remote ដោយ PuTTY ហើយឥឡូវហ្នឹងយើងចូលទៅកាន់ PuTTY របស់យើងមកដើម្បីធ្វើការ remote ហើយតាក់ទងមួយកន្លែងហ្នឹងយើងត្រូវវាយ IP address ដើម្បីធ្វើការ remote ចូលទៅកាន់ PuTTY ហើយតាក់ទងមួយកន្លែង IP address ហ្នឹងយើងត្រូវវាយពាក្យ IP.clear add or ពេល enter ទៅវាចេញ IP address របស់យើងហើយយើងដាក់នៅកន្លែង hostname or IP address ហ្នឹងមកហើយធ្វើការចុច open ទៅគឺចូលហើយនេះឥឡូវហ្នឹងយើងចូលមកដល់ PuTTY ហើយយើងធ្វើការ break ឲ្យធំតិចស្រួលមើលចឹងចូលមកដល់កន្លែងនេះយើងចង់ប្រើ account មានណាក៏បានដែរ user ក៏បាន root ក៏បានឬក៏ contact ក៏បានសម្រាប់ខ្ញុំដាក់ account user របស់ខ្ញុំនេះតែហើយដល់កន្លែង password ហ្នឹងពេលដែលយើងវាយទៅវាអត់មានចេញអីទេអញ្ចឹងដំបូងយើងធ្វើការបង្កើត file មុនសិនទាក់ទងមួយការបង្កើត file វិញយើងវាយ vim ហើយដាក់ test.txt មកដោយសារខ្ញុំកាត់ច្រឡំឥឡូវហ្នឹងដើម្បីទៅសេនៅក្នុងនឹងបានយើងត្រូវវាយអក្សរ I ដើម្បីអាចទៅសេអត្ថបទនៅកន្លែង file ដែលយើងបង្កើតនឹងបានតោះឥឡូវហ្នឹងយើងទៅវាយទាំងអស់គ្នានេះខ្ញុំបានចុចហើយយើងអាចទៅសេបានហើយកន្លែងហ្នឹងយើងចង់ដាក់អីបានហើយដំបូងយើងគ្រាន់តែមើលលេងសិនទៅ Hello I'm Nita from ថ្នាក់ទីអំពាន់អីចឹងទៅមកពីណាមកពីណីយើង welcome គេអីចឹងទៅបានហើយឥឡូវនេះទៅសេម្ដងទៀតជាមួយនឹង comment មួយទៀត welcome to Linux ចឹងកន្លែងហ្នឹងយើងចេះដាក់ទៅ2 3បន្ទាត់អីទៅណាគ្នាខ្ញុំខ្ជិលដែរខ្ញុំទៅសេតែ2បន្ទាត់ហ្នឹងបានហើយទី2យើងទៅធ្វើការ back ទៅកន្លែងដើមរបស់យើងវិញមានន័យថាទៅកន្លែងដែលយើងចុចចូលមក file ហ្នឹងហើយចុចដល់កន្លែងហ្នឹងយើងចុចពាក្យ esc ហើយសញ្ញាចុច2ហើយវាពាក្យ wq អញ្ចឹងយើងទៅកន្លែងដើមរបស់យើងវិញនេះឃើញចេញអញ្ចឹងចូលមកដល់កន្លែងហ្នឹងយើងទៅ check មើលfile របស់យើងវិញឥឡូវហ្នឹងយើងកំពុងនៅតែទំព័រដើមឡើយដើម្បី check file វិញយើងវាយដូចតែពេលយើង create ខុសគ្នាច្រឡំពេលយើង check មើលយើងវាយពាក្យ cat ហើយតែឈ្មោះ file របស់យើងហ្នឹងហើយ enter ទៅឃើញហើយ Hello I'm Nita from អំពាន់ Welcome to Linux អីចឹងទៅតមកទៀតឥឡូវហ្នឹងយើងទៅ check file ដែលយើងបង្កើតនេះពាក្យ Hello I'm from Nita អីហ្នឹង Welcome to Linux អីហ្នឹងយើងទៅ check មើលវិញហើយទៅមួយការ check ហ្នឹងវាយដូចយើងបង្កើតfile ហ្នឹងដែរទេបន្តកន្លែងហ្នឹងបើសិនជាយើង click យើងចុចពាក្យ dd នៅមុខគេថានៅ line មួយណាវានឹងលុបមួយ line ហ្នឹងហើយហ្នឹងតែពេលដែលយើងវាយ dd អត់មាន du ទេ du ទេគឺ dd ទៅទេពេលដែលយើង enter ទៅគឺលុបមួយ line ឥឡូវខ្ញុំដាក់ note លេងទៅស្រួលចំណាំខ្ញុំផងឥឡូវហ្នឹងយើងទៅធ្វើការundo វាមកវិញចឹងពេលដែលយើងចង់ undo វិញយើងចុចអក្សរ U ទៅវា back មកវិញហើយបកឃើញទេ
welcome to line nó back មកវិញតែបើសិនជាយើងដាក់មកនៅកន្លែងមុខហ្នឹងហើយចុច DD ពីរដងទៅវា delete ហើយកន្លែងនេះបើសិនជាយើងចង់លុបតាមមួយអក្សរទៅថាយើងចង់លុប W អីចឹងទៅយើងចុចតែដាក់មកនៅពីមុខទៅចុចសរ X ទៅវាលុបមួយនោះខាងយើងចង់លុបមួយច្រើនក៏បានដែរចុច X load ទៅហើយពេលយើងចង់នេះមកវិញយើងចុចសរសើរ U មកវិញទៅវា undo មកវិញហើយឡើងហ្នឹងហើយតើតោមួយ comment ហ្នឹងដែរវាស្តៀងជាមួយនឹងយើងប្រើនៅលើ key របស់យើងខ្លះដែរដូចតោមួយ C អីហ្នឹងវាស្មើ copy ពេលយើងចុច C នៅមុខទៅគឺយើងអាច copy បានហើយពេលយើងចង់ផាសមកវិញយើងចុចតែអក្សរ P ទៅផាសមកវិញបានហើយសម្រាប់វីដេអូហ្នឹងឈានចូលមកដល់បញ្ចប់ហើយខ្ញុំមានតែប៉ុណ្្នឹងទេតើតោមួយវីដេអូហ្នឹង